បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងតាកតងនឹងទូភ្ញាស់នេះមានបងប្អូនគាត់ឆាតសួរខ្ញុំជាច្រើនគាត់សួរថាទូនេះញាស់ល្អអត់ហើយតម្លៃប្រមាណអញ្ចឹងខ្ញុំបាទមកធ្វើវីដេអូចែករំលែកជូនបងប្អូនតែម្ដងដោយសារតែខ្ញុំបាទតបឆាតមិនឈ្នះបាទដោយសារតែបងប្អូនគាត់ឆាតច្រើនអញ្ចឹងតាកតងនឹងទូនេះគឺខ្ញុំបាទទិញមកពីខាងក្រុមហ៊ុនបើសិនជាបងប្អូនត្រូវការទូភ្ញាស់ឬក៏ចង់តាកតងសួរទៅខាងក្រុមហ៊ុនទូភ្ញាស់បងប្អូនអាចតាកតងតាមเพจគាត់បានហើយទូនេះផងដែរវាមានទៅតាមលក្ខណៈដូចថាមួយជាន់ពីរជាន់3ជាន់4ជាន់ទៅតាមហ្នឹងបាទបើសិនជាបងប្អូនត្រូវការបងប្អូនអាចឆាតសួរគាត់បានហើយខាងពូចន្ទថាអត់មានលក់ទេបងប្អូនខ្លះគាត់ឆាតសួរថាពូចន្ទថាមានលក់ទូនឹងអត់ឲ្យតម្លៃម៉ានអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាខ្ញុំអត់មានលក់ទេបាទសម្រាប់ទូនេះផងដែរមានបងប្អូនគាត់ឆាតសួរខ្ញុំជាច្រើនថាទូនឹងញាស់ល្អអត់សម្រាប់ពូចន្ទថាប្រើគឺវាញាស់បាន 80% ទៅ 90% វាញាស់ល្អហើយវាអូតូមិនហត់យើងប្រែពងឬក៏វីដៃអីទេដាក់ទៅទឹកចោលគឺថាវាញាស់ខ្លួនវាតែម្ដង21ថ្ងៃគឺញាស់ហើយបងប្អូនបាទហើយញាស់ស្រស់ល្អទៀតបាទទូនេះអញ្ចឹងសម្រាប់ពូចន្ទថាក៏ធ្លាប់ប្រើទូស្នោទូអីដែរប៉ុន្តែទូស្នោយើងពិបាកវីពងហើយនឹងថែមទឹកជាប្រចាំថ្ងៃអញ្ចឹងណាតែសម្រាប់ទូនេះអត់ពិបាកថែមទឹកវីពងទេបងប្អូនបាទគ្រាន់តែថាយើងដាក់ពងរាប់ពីថ្ងៃទី1ទៅដល់ទី10គឺយើងឆ្លោះពងម្ដងទៅបាទបើថាពងណាអត់ក៏កំណត់គឺយើងយកចេញពងណាដែលមានកំណត់យើងដាក់ទៅកំណត់21ថ្ងៃញាស់បាទហើយចំណែកទឹកវិញអត់ពិបាកទេបងប្អូនបាទដាក់ទៅដបទឹកក្រូច1លីត្រកន្លះចោលបាទអញ្ចឹងបើសិនជាបងប្អូនចាំលក្ខណៈគ្រួសារមេ410អាចប្រើទូនេះបាទទូនេះល្អប្រើអរគុណ